បាទសួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំសូមចែករំលែកបន្តិចពាក់ព័ន្ធជាមួយនឹង Auto Play បងប្អូនដែលជួបប្រទះនៅពេលដែលយើងដោត USB ចូលទៅវាតែងតែ load ប្រាប់តែយើងដោត USB ហើយឲ្យយើងសួរយើងថាធ្វើអីចឹងណាអូខេអញ្ចឹងអាហ្នឹងគេហៅថា Auto Play អញ្ចឹងដើម្បីកំណត់ Auto Play ហ្នឹងយើងត្រូវទៅទីតាំងមួយណាដើម្បីកំណត់ទៅ Auto Play ហ្នឹងទី1យើងមកនេះមកមិនមែនថាទី1គឺវាមានតែវិធីហ្នឹងមួយទេអូខេអញ្ចឹងយើងអាចមកកន្លែង search មកយើង control panel ដដែលឬមួយក៏យើងចុចទៅលើអឺ Windows នេះមកឬមួយក៏អីហ្នឹងទៅយើងអាច search មក control panel ហ្នឹងទៅឬមួយក៏ឥឡូវដូចជាវាអត់ដូចមុនទេ Windows 11វាឆ្លាតច្រើនអញ្ចឹងយើងសាកមក search មកយើងដាក់ Auto Play នេះ Auto Play setting យ៉ាងงี้នេះ Auto Play setting តែនេះដូចជារបៀបគេហៅថា Windows 11 Windows 10អញ្ចឹងណាវាអត់ទាន់ដាច់ចែកដាច់ interface ពី version ចាស់ទាំងស្រុងទេដូចបងប្អូនឃើញចឹងឥឡូវពេលខ្ញុំ search គឺវាចូលបែបពណ៌ខ្មៅចេះវាចូលបែបពណ៌ខ្មៅអញ្ចឹងតែបើសិនជាយើងមកមួយទៀតទៅវិធីមួយទៀត control panel ដូចគ្នាទេគឺយើង search មកនេះយើងនឹងឃើញ auto play ហើយ auto play គឺ interface វាសេរីចាស់គឺវាបែបនេះអញ្ចឹងវាអត់ទាន់ផ្ដាច់មកយើងនិយាយចំទៅគឺវាអត់ទាន់ផ្ដាច់ចេញពីអាចាស់ប្រហែលទេអត់ទាន់ផ្ដាច់ចេញពី interface ចាស់ទេអូខេអញ្ចឹងឥឡូវយើងព្យាយាមទៅប្រើ interface ថ្មីទៅអញ្ចឹងបងប្អូនឃើញទេឃើញ interface ថ្មី interface ថ្មីរបស់វាគឺវាបែបនេះឃើញទេវាប្រាប់ថា auto play វានៅពេលដែលយើងដោត device ចូលអញ្ចឹង removable drive នេះបងប្អូនស្គាល់ហើយអាហ្នឹងមាន USB flash ឬមួយក៏អីយ៉ាងផ្សេងដែលយើងដោតទៅ external HD អញ្ចឹងទៅគឺវាដោតហ្នឹងគឺហៅថា removable drive ហើយវាមាន memory card ហើយនឹងអានេះដោយសារតែយើង install កម្មវិធីដែលប្រើជាមួយ iPhone វាមកមួយទៀតប៉ុន្តែ default វាអត់មានទេអូខេអញ្ចឹងបងប្អូនឃើញទេ interface របស់វាមាន3ហ្នឹងដល់ពេលយើងទៅមើល interface ចាស់ interface ចាស់វាក៏វាមិនជាខុសគ្នាដែរគ្រាន់តែវាមានច្រើនជាងមុនវាមាន removable drive វាមាន memory card ហើយនឹងវាមានដល់ DVD CD អីទៀតអញ្ចឹងណាហើយ Apple iPhone ដូចគ្នាប៉ុន្តែដោយសារតែបើយើងនិយាយពី DVD CD អីហ្នឹងគឺបើយើងនិយាយពី laptop ស៊េរីក្រោយៗវាលែងមានហើយអញ្ចឹងinterface ថ្មីគេអត់ដាក់បញ្ចូលទេគេអត់ដាក់បញ្ចូលទេបងប្អូនឃើញទេ interface ថ្មីអត់ដាក់បញ្ចូលទេអញ្ចឹងបងប្អូនបើសិនជានៅចង់ប្រើអាចាស់បងប្អូនអាចមកប្រើអាចាស់ដូចគ្នាដដែលមកក៏បានហើយបើសិនជាបងប្អូនចង់ប្រើថ្មីក៏យើងប្រើថ្មីទៅប៉ុន្តែយើងព្យាយាមប្រើ interface ថ្មីទៅព្រោះដោយសារតិចទៀតវានឹងដូរទៅ interface ថ្មីទាំងស្រុងវាលែងប្រើជាប់ជាមួយ interface ចាស់ហើយដោយសារតែវាអត់ទាន់អស់ទាំងស្រុង 100% ទេអញ្ចឹងប៉ុន្តែក៏មាន option មួយចំនួនដូចជាវីដេអូមុនខ្ញុំបានប្រាប់បងប្អូនគឺខ្ញុំចុចនៅលើ phone អញ្ចឹងគឺវារត់ទៅ interface ថ្មីហើយវាលែងមាន interface ចាស់ដូចមុនហើយប៉ុន្តែដោយសារតែនេះផ្សេងទៀតក៏វានៅមាន interface ចាស់មួយចំនួនអញ្ចឹងខ្ញុំសូម search ម្ដងទៀតមកយើងដាក់ auto play អូខេអញ្ចឹង auto play នេះគេប្រើយ៉ាងម៉េចហើយវាមានអត្ថប្រយោជន៍បែបម៉េចអីចឹងទៅគឺនៅពេលដែលយើងដោតឧទាហរណ៍ទៅខ្ញុំនិយាយទៅលើ removable drive យើងដោត USB ចូលពេលដែលយើងដោតភ្លាមយើងចង់ឲ្យវាគ្រាន់តែសូឲ្យយើងធម្មតាទេឬមួយក៏គ្រាន់តែប្រាប់ថាឥឡូវមានគេដោត USB ចូលឬមួយក៏អីហ្នឹងទៅព្រោះឧទាហរណ៍ថាឥឡូវបើខ្ញុំយក ask me ខ្ញុំចុចលើនេះ ask me every time អញ្ចឹងនៅពេលដែលយក ask me every time នេះរាល់ពេលដែលយើងដោត USB វានឹងសួរយើងហើយវាមាន option ឲ្យយើងប្រាប់យើងមានមួយចំនួនថាយើងបើក storage ហ្នឹងឬមួយក៏អីទៅឬមួយក៏យើងបើក flash ហ្នឹងអត់អីហ្នឹងទៅតែដល់ពេលបើសិនយើងយក open folder នេះអញ្ចឹងរាល់ពេលដែលដោត USB ផ្លាច់ចូលផ្លាច់វានឹងបើក flash ហ្នឹងតែម្ដងគឺមាន folder អីក្នុងហ្នឹងគឺវានឹងបើកចេញមកផ្ទាំងមួយទៀតឲ្យយើងឃើញតែម្ដងប៉ុន្តែកន្លែងនេះក៏វាជាហានិភ័យដែរយល់ល្អបងប្អូនអាចយក ask me every time ទៅព្រោះដោយសារកន្លែងនេះហានិភ័យមិនបើសិនជា flash ហ្នឹងវាមានមេរោគឬមួយក៏អីដោតចូលផ្លាច់វាបើកអូតូគឺវាឆ្លងអូតូដូចគ្នាដែរវាអត់ទុកពេលឲ្យយើងទេដល់ពេលយើងយក take no action ហ្នឹងគឺយើងដោតទៅវាអត់មាន load អីទាំងអស់អញ្ចឹងវាចាំកន្លែងហ្នឹងហ្មងយើងយកទៅកន្លែងហ្នឹងដោតទៅវាអត់ load អីទាំងអស់តទៅពេលយើងត្រូវការប្រើចាំយើងចូលទៅប្រើចាំយើងចូលទៅបើកវាអូខេអញ្ចឹងយើងយក take no action តែបើយើងយក configure storage setting នេះគ្រាន់តែពេលដោតផាច់វានឹង load មកមានបែបជាអានេះបើខ្ញុំអត់មាននេះទេប៉ុន្តែដឹងគ្រាន់តែដឹងថាយើងអាចចូលទៅកែ system របស់ flash នឹងបានហើយអញ្ចឹងណាឬមកក៏យើងចូលទៅអីមិនអានេះច្រើនទៀតខ្ញុំអត់មានរូបភាពហ្នឹងដោយសារតែflash យើងឥឡូវក៏ដូចជាមិនសម្បូរបែបប្រើដូចមុនទេប៉ុន្តែអានេះក៏មិនសម្រាប់យើងអ្នកប្រើទូទៅទេសម្រាប់យើងអ្នកប្រើទូទៅគឺយើងមាន3នេះគឺយើងមាន take no action
មាន open file folder ហើយនឹង ask me every time អីចឹងទៅប៉ុន្តែខ្ញុំ recommend ឲ្យបងប្អូនប្រើ ask me every time បើក្នុងលក្ខខណ្ឌថាបងប្អូនអត់ដែរស្គាល់ flash ហ្នឹងឬមួយក៏បងប្អូន flash ហ្នឹងបងប្អូនទើបតែយកទៅដោតមួយកុំព្យូទ័រផ្សេងហើយបងប្អូនអត់ទុកចិត្តលើកុំព្យូទ័ររបស់គេអាហ្នឹងបងប្អូនអាចយក option មួយហ្នឹងដើម្បីការពារកុំឲ្យវាបើក auto និយាយចឹងណាឬមួយក៏យើងយក take no action ហ្មងតែក៏បានដែរបន្ទាប់មកទៀតពេលដែលដោត flash ចូលហើយចាំយើង scan តាមបើយើងកុំព្យូទ័រយើងមាន antivirus យើង scan វាសិនចាំយើងចូលទៅបើកវាអូខេអញ្ចឹង memory card នេះក៏វាដូចគ្នាដែរប៉ុន្តែវាមាន option មួយលើសពីមិន option មួយលើសនេះគឺ option 2វាលើសពីអានោះដោយសារតែ memory card បើដោតចូលគឺកុំព្យូទ័រវា recognize ស្គាល់ automatic ថាវាមានគឺ memory card ប្រើសម្រាប់ដាក់រូបភាពឬមួយក៏ចម្រៀងអីចឹងទៅអញ្ចឹងវាមាន play មានអីទៅបើកាលណាយើងយក play នេះគឺវានឹងឲ្យតែមានចម្រៀងឬមួយក៏វីដេអូគឺវា play auto អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយតែប៉ុណ្្នឹងទេហើយបើបងប្អូនអីមាននេះចង់ឲ្យខ្ញុំធ្វើអីផ្សេងទៀតបងប្អូនអាច comment មកក៏បានដែរអរគុណច្រើន